បើសិនជាយើងមានមិត្តភក្តិឬក៏បងប្អូនដែលគាត់ធ្លាប់ជួបប្រទះបញ្ហាលំបាកនៅក្នុងជីវិតណាហើយគាត់តែងតែមកសុំយោបល់ពីយើងថាតើគាត់គួរធ្វើម៉េចគួរផ្លាស់ប្ដូរអេយ៉ាបតបែបម៉េចឬក៏គាត់គួរជ្រើសរើសជំរើសបែបណាដែលវាគ្រាន់បើអីអញ្ចឹងណាក្នុងករណីគាត់មានបញ្ហាអស់ហ្នឹងហើយយើងតែងតែណែនាំគាត់ឲ្យគាត់ជ្រើសរើសជំរើសមួយនេះឬក៏សម្រាប់ចិត្តធ្វើអញ្ចេះទៅឬក៏ដូរការងារទៅដើម្បីបានល្អជាងមុននេះអញ្ចឹងឧទាហរណ៍ប៉ុន្តែយើងតែងតែឆ្ងល់មួយទៀតថាហេតុអីពេលដែលគាត់ប្រាប់យើងថាមានបញ្ហាអញ្ចឹងដល់ពេលយើងប្រាប់ពីដំណោះស្រាយហេតុអីក៏អត់សម្រេចចិត្តទទួលយកអាដំណោះស្រាយដែលយើងផ្ដល់ឲ្យអញ្ចឹងកន្លែងនេះខ្ញុំចង់ចែកម្លែកចំណុចហ្នឹងគឺខ្ញុំចង់បញ្យល់ថាហេតុអីបានជាមនុស្សខ្លះគាត់មានវិបត្តិគាត់ត្រូវការជំនួយប៉ុន្តែនៅពេលដែលយើងផ្ដល់ព័ត៌មានឲ្យគាត់សម្រេចចិត្តជ្រើសរើសធ្វើអានេះទៅឬក៏ណែនាំចេះចុះទៅគាត់បែរជានៅតែមិនហ៊ានទទួលធ្វើឬក៏មិនព្រមកែប្រែអេយ៉ាបតដើមកន្លែងនេះគឺវាទាញត្រឡប់ទៅលើផ្នត់គំនិតរបស់គាត់វិញជាធម្មតានៅក្នុងការសម្រេចចិត្តជ្រើសរើសធ្វើអីមួយប្រចាំថ្ងៃនៅពេលដែលគាត់សម្រេចចិត្តថាខ្ញុំចង់ធ្វើនេះចង់ធ្វើនោះនៅក្នុងខួរក្បាលគាត់ឬក៏នៅក្នុងខួរក្បាលយើងទាំងអស់គ្នានឹងយើងមាន instinct ដែលយើងយកមកប្រើ instinct នឹងយើងហៅថាវាដូចស្តៀងថាមនសិការផងយើងអញ្ចឹងនៅពេលដែលយើងជួបរឿងវិបត្តិអីមួយអញ្ចឹងអាអេយ៉ាបតមួយដែលយើងប្រើហ្នឹងគឺវាកើតចេញមកពីអា instinct នៅក្នុងខួរក្បាលយើងហ្នឹងអញ្ចឹងអា instinct ហ្នឹងមិនភាគច្រើនយើងប្រតិកម្មទៅលើហេតុការណ៍ណាមួយយើងសម្រេចចិត្តថាធ្វើយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងគឺវាចេញមកពីអាផ្នត់គំនិតគេហៅថា instinct មនសិការយើងហ្នឹងដែលវាដឹកនាំចិត្តយើងឲ្យសម្រេចចិត្តធ្វើអញ្ចេះធ្វើចុះទៅតាមអ្វីដែលវាគិតថាវាល្អសម្រាប់រាងកាយរបស់យើងអញ្ចឹងវាបបួលនាំអាចគំនិតយើងឲ្យគិតអញ្ចេះឲ្យសម្រេចអញ្ចេះទៅតាមវិធីឬក៏ទៅតាមគោលដៅដែលវាចង់ដើម្បីឲ្យខ្លួនមានអារម្មណ៍ស្ងប់ឲ្យខ្លួនឯងមានអារម្មណ៍សប្បាយចិត្តនឹងជំរើសនឹងអញ្ចឹងទៅខ្ញុំមិនដឹងថាយល់ខ្ញុំអត់ទេប៉ុន្តែខ្ញុំនិយាយតទៀតទៅគឺចេះអមកថាគាត់ដឹងដែរថារឿងដែលគាត់កំពុងតែធ្វើឬក៏ស្ថានភាពដែលគាត់កំពុងតែជួបនឹងវាគឺជាស្ថានភាពដែលគាត់អត់ត្រូវបន្តនៅទៀតទេគាត់អាចនៅចឹងកើតទេតើតើគាត់ហ៊ានសម្រេចចិត្តជ្រើសរើសទៅធ្វើអាចជំរើសទី2បានជីវិតគាត់រៀងគាត់បើជានឹងប៉ុន្តែបញ្ហានៅត្រង់ថាខួរក្បាលរបស់គាត់ស៊ាំគំនិតគាត់ស៊ាំទៅនឹងអាចជំរើសទី1ថាត្រូវទៅនៅនឹងទៅដោយសារអីនៅនឹងយ៉ាងហោចណាស់គាត់ទ្រាំបានឬក៏វាស្រួលសម្រាប់គាត់ចំណែកទៅធ្វើជំរើសទី2ឬក៏ទៅរើសយកសាច់រឿងរ៉ាវដែលអាចកើតឡើងនៅក្នុងការសម្រេចចិត្តទៅធ្វើរឿងទី2ហ្នឹងវាគួរឲ្យខ្លាចជាងព្រោះគាត់មើលអត់ឃើញអត់ដឹងថាមានអីកើតឡើងទេគាត់អត់ដឹងថាបើសិនជាគាត់សម្រេចចិត្តជ្រើសរើសជំរើសទី2ទៅវាចាស់តពលប្រែប្រួលយ៉ាងណាខ្លះដល់បញ្ហាជីវិតរបស់គាត់បញ្ហាកត្តាស្ថានភាពរបស់គាត់វាអាចគ្រាន់ជាងមុនឬក៏ល្អជាងមុនអញ្ចឹងគាត់ភ័យអញ្ចឹងកន្លែងហ្នឹងយើងនិយាយពីថា concept ហ្នឹងយើងហៅថា concept loss aversion ហ្នឹងគឺយើងខ្លាចបាត់បង់អ្វីដែលខ្លួនឯងកំពុងមានអត់ហ៊ានទៅសេវាចាប់អ្វីដែលខ្លួនឯងអាចមានអញ្ចឹងយើងស៊ូអោបកសោបអ្វីដែលយើងកំពុងតែមានក្នុងដៃបើទោះបីជាវាគឺជាទម្លាប់អាក្រក់ឬក៏បើទោះបីជាវាជាស្ថានភាពដែលមិនសូវជាល្អឬក៏សប្បាយចិត្តសម្រាប់យើងទេប៉ុន្តែយើងស៊ូសុខចិត្តអោបកសោបអានឹងបន្តទៀតព្រោះខួរក្បាលយើងស៊ាំជាមួយវាយើងធ្លាប់ជួបរឿងនឹងហើយយើងធ្លាប់ទ្រាំនៅស្ថានភាពនឹងហើយអញ្ចឹងវាដូចជាមិនសូវជាលំបាកពេកសម្រាប់យើងក្នុងការបន្តអោបកសោបវាអញ្ចឹងនៅពេលដែលវាអត់ទាន់លំបាកគ្រប់គ្រាន់វាអត់ទាន់ធ្វើឲ្យយើងតល់ច្រកគ្រប់គ្រាន់ទេយើងនៅតែមានលទ្ធភាពនៅចង់អោបកសោបវានឹងទោះបីគេផ្ដល់យោបល់ឲ្យគំនិតថ្មីថាធ្វើអាផ្សេងនឹងវាគ្រាន់បើជាងល្អជាងក៏គាត់ហ៊ានបោះបង់ចោលនឹងដែរអញ្ចឹងconcept ឬក៏instinct ហ្នឹងគេហៅថា loss aversion ហើយក្រៅពីនឹងទៀតហ្នឹងគឺវាមានមួយទៀតហ្នឹងគេហៅថា cognitive dissonance cognitive dissonance ហ្នឹងគឺបើយើងនិយាយពីថាប្រភេទព័ត៌មានដែលអាចកើតមានណារឿងរ៉ាវដែលអាចជួបប្រទះនៅពេលដែលយើងទៅយកថ្មីហ្នឹងគាត់ព្រួយជាមួយនឹងអាហ្នឹងគាត់ខ្លាចអាហ្នឹងអញ្ចឹងនៅពេលដែលយើងអត់ដែរស៊ាំជាមួយនឹងគំនិតថ្មីយើងអត់ដែរហ៊ានទទួលយកសាច់រឿងរ៉ាវដែលអាចកើតមានចំពោះយើងអត់ដឹងថាស្អីកើតឡើងសម្រាប់យើងហ្នឹងខួរក្បាលរបស់យើងបើឲ្យទៅសម័យគិតទៅដល់រឿងហ្នឹងវានឹងបដិសេធអត់ទទួលយកចូលក្នុងខួរទោះបីយើងអ្នកក្រៅយើងទៅប្រាប់គាត់ថាអូវាមិនអីទេរឿងហ្នឹងទូចទេវាស្រាលទេគាត់ក៏មិនអាចមានលទ្ធភាពជឿយើងងាយដែរដោយសារតែខួរក្បាលរបស់គាត់បានរាំងខ្ទប់ព័ត៌មាននឹងអត់ព្រមទទួលស្គាល់ថាវាងាយវាស្រួលវាមិនលំបាកទេឬក៏វាគ្មានអីគួរឲ្យខ្លាចទេគឺគាត់អត់មានលទ្ធភាពជឿទេដោយសារតែខួរក្បាលគាត់ប្រើ instinct មួយទៀតហ្នឹងគឺបដិសេធរាល់អាកាសថ្មីបដិសេធរាល់រឿងរ៉ាវថ្មីដែលអាចជួបប្រទះហ្នឹងអញ្ចឹងអាហ្នឹងឯងគឺជាមូលហេតុដែលគាត់អត់អាច
ហ៊ានសម្រេចចិត្តទៅជ្រើសរើសជំរើសថ្មីធ្វើឬក៏កែប្រែស្ថានភាពរបស់ខ្លួនបើទោះបីជាយើងប្រាប់ច្រើនក៏ដោយហើយកន្លែងនេះគឺវាជាបញ្ហារបស់គាត់ត្រូវតែរៀនហ៊ានទទួលជឿហើយហ៊ានថ្លឹងថ្លែងខ្លួនឯងរហូតហ៊ានសម្រេចចិត្តធ្វើអញ្ចឹងខ្លួនឯងសម្រេចចិត្តទៅផ្លាស់ប្ដូរដោយខ្លួនឯងយើងអាចបខំគាត់ឲ្យផ្លាស់ប្ដូរបានទេហើយអាហ្នឹងជាមូលហេតុដែលគេនិយាយថាយើងអាចផ្លាស់ប្ដូរមនុស្សម្នាក់បានទេបើសិនជាការផ្លាស់ប្ដូរអត់ចេញពីគាត់មានន័យថាបើសិនជាគាត់មិនព្រមទទួលស្គាល់អាគំនិតទាំងអស់ហ្នឹងឬក៏គាត់មិនព្រមទទួលយល់ថាវាមិនលំបាកឬក៏វាមិនជាគួរឲ្យព្រួយបារម្ភខ្លាំងពេកតើគាត់ហ៊ានទទួលយកអាទាំងអស់ហ្នឹងទើបគាត់ហ៊ានសម្រេចចិត្តផ្លាស់ប្ដូរទទួលយកស្ថានភាពថ្មីសម្រាប់ខ្លួនឯងអញ្ចឹងកន្លែងនេះគឺយើងទទួលយកជាព័ត៌មានហើយត្រូវយល់ពីមូលហេតុអីបានជាមនុស្សខ្លះយើងណែនាំឲ្យល្អយើងណែនាំឲ្យគាត់ប្រើប្រាស់ជំរើសថ្មីឬក៏ជ្រើសរើសជំរើសថ្មីគាត់បែរជាអត់មានលទ្ធភាពទទួលជឿដោយសារតែខួរក្បាលរបស់យើងគឺប្រើប្រាស់ instinct ពីរហ្នឹងដែលធ្វើឲ្យគាត់មិនមានលទ្ធភាពទៅជ្រើសរើសជំរើសថ្មីហ្នឹងប៉ុន្តែបើសួរថាតើមានលទ្ធភាពណាដែលអាចធ្វើឲ្យគាត់ហ៊ានវាតតែគាត់ចាប់ផ្ដើមមានអារម្មណ៍ថាលែងសូវសនុកជាមួយនឹងស្ថានភាពលើហើយវាទើសទាល់ឬក៏ប៉ះពាល់ដល់សតិអារម្មណ៍គាត់ខ្លាំងវាលក្ខណៈបើនេះយើងនិយាយថា uncomfortable ក្នុងកម្រិតមួយថាតល់ច្រកហ្មងដែលនៅពេលដែលថ្លឹងទៅអារវាងភាពតល់ច្រកបូកជាមួយនឹងឱកាសថ្មីហ្នឹងតតែអាភាពតល់ច្រកហ្នឹងវាដល់កម្រិតធ្ងន់មួយទ្រាំលែងបានគាត់ហ៊ានទទួលយកអា concept ថាអាថ្មីហ្នឹងវាអាចគ្រាន់បើឬក៏អត់មានអីត្រូវខាតបង់ទៀតទេអញយកអាហ្នឹងតតែដល់លក្ខខណ្ឌហ្នឹងបានគាត់អាចកែប្រែស្ថានភាពខ្លួនឯងបានគាត់ហ៊ានទទួលយកជំរើសថ្មីហ្នឹងអញ្ចឹងរៀងរាល់ពេលណាដែលយើងស្ថិតនៅក្នុងអាមន្ទិលសង្ស័យមិនដឹងថាតើអញគួរទៅមុខឬក៏ផ្លាស់ប្ដូរអេយ៉ាប័តខ្លួនឯងឬស្ថានភាពខ្លួនឯងឬក៏អត់យើងត្រូវចេះសួរខ្លួនឯងថាតើអាការដែលយើងអត់ហ៊ានទៅផ្លាស់ប្ដូរហ្នឹងវាមកពីយើងកំពុងតែភ័យអំពីស្ថានភាពខាងមុខវានឹងប្រែប្រួលយ៉ាងម៉េចឬក៏មកពីយើងមិនហ៊ានប្រឡែងនៅអ្វីដែលយើងកំពុងមានបញ្ហានៅត្រង់ថាវានៅក្នុងចន្លោះកណ្ដាលមួយនៅពេលដែលយើងសម្រេចចិត្តហ៊ានទទួលយកការផ្លាស់ប្ដូរផ្លឹបអាពេលហ្នឹងបានយើងអាចទទួលបានអ្វីដែលល្អៗនៅខាងចុងម្ខាងទៀតនៃការសម្រេចចិត្តហ្នឹងអញ្ចឹងវាតោះតែយើងឆ្លងកាត់តំបន់នឹងរួចបានយើងអាចទៅយកអាការប្រែប្រួលថ្មីរបស់យើងបានឱកាសល្អៗតែបើយើងនៅតែរុញរាឬក៏នៅតែតាក់ទើនៅអាប្រឡោះហ្នឹងអត់ដឹងថាមិនដឹងជាឯងព្រួយជាមួយអ្វីដែលខ្លួនឯងមានឬក៏មិនដឹងជាយើងកំពុងតែបារម្ភជាមួយនឹងអ្វីដែលយើងមិនដែលធ្លាប់សាកធ្លាប់យល់ធ្លាប់ដឹងអាហ្នឹងវាធ្វើឲ្យយើងនៅដដែលអញ្ចឹងដើម្បីកុំឲ្យនៅដដែលយើងត្រូវតែហ៊ានទៅមុខទោះបីវាគួរឲ្យភ័យមែនប៉ុន្តែបើយើងនៅតែដដែលគឺវាគាំងនៅហ្នឹងអញ្ចឹងយើងអត់អាចបន្ទោសអ្នកជុំវិញខ្លួនបានទេមានតែយើងដែលត្រូវតែហ៊ានសម្រេចចិត្តទទួលយកអាហ្នឹងហើយធ្វើអាហ្នឹងដោយខ្លួនឯងទោះបីអ្នកដទៃប្រាប់យើងថាគួរតែធ្វើអីក៏ដោយវាតតែចេញពីយើងអញ្ចឹងបានជាគេប្រើភាសាថាយើងចង់ផ្លាស់ប្ដូរនរណាម្នាក់វាតតែចេញពីខ្លួនឯងអញ្ចឹងអាហ្នឹងគឺជាបញ្ហាឬក៏វិបត្តិរបស់យើងត្រូវតែហ៊ានទទួលស្គាល់ជាជំងឺរបស់ខ្លួនឯងត្រូវតែហ៊ានទទួលស្គាល់ថាយើងត្រូវតែផ្ទាត់វាចោលដោយខ្លួនឯងអរគុណច្រើន